សួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានសាច់រឿងមួយដែលទទួលបានពីប្រិមិត្តនិយាយទៅរឿងនេះគឺខ្ញុំទទួលបានដូចជាមួយសប្តាហ៍ដែរប្រិមិត្តគឺវាយ៉ាងព្រិលបន្តិចគឺដូចខ្ញុំបានដាក់ចំណងជើងអញ្ចឹងពេលដែលគាត់រៀបការជាមួយនឹងប្តីប្រកបហើយប៉ុន្តែគាត់នៅតែសរសើរថាសង្សារចាស់របស់គាត់គឺនៅតែល្អនៅតែពូកែអញ្ចឹងទៅអញ្ចឹងរឿងនេះគឺស្ទើរតែជារឿងដែលផ្ទៃក្នុងឬក៏គេហៅថារឿងដែលយើងមិនអាចនិយាយបានណាប៉ុន្តែគាត់យកទៅនិយាយជាមួយនឹងប្តីរបស់គាត់អញ្ចឹងបានន័យថាគាត់នឹងគឺការគាត់មុននឹងរៀបការគាត់បានស្គាល់អស់ហើយត្រូវឯងហើយខ្ញុំក៏មិនដឹងថាមិនដែរដោយសារតែបងប្រុសបានចែកម្លែកមកគឺមានឈ្មោះថាបងថនបច្ចុប្បន្នឥឡូវហ្នឹងគឺគាត់មានអាយុ32ហើយប្រិមត្តអញ្ចឹងខ្ញុំពេលដែលខ្ញុំបានស្ដាប់ក៏ដូចជាបានឃើញអ្វីដែលគាត់បានផ្ញើតាម Telegram មកខ្ញុំហើយខ្ញុំបានកត់សម្រាយខ្លះៗទេនៅក្នុងសភៅមួយនេះដោយសារតែខ្ញុំមានការឈឺចាប់មែនតើចំពោះគាត់ហេតុអីបើខ្ញុំនិយាយថាឈឺចាប់ដូចប្រពន្ធរបស់គាត់បាននិយាយអញ្ចឹងគាត់គេងជាមួយនឹងប្តីរបស់គាត់រាល់ថ្ងៃប៉ុន្តែគាត់នៅតែសរសើរនៅពេលដែលគាត់នៅជាមួយគ្នាអញ្ចឹងណាពេលដែលនៅហើយអញ្ចឹងគាត់ក៏បាននិយាយថាសង្សារចាស់របស់គាត់ពូកែខ្លាំងជាងប្តីរបស់គាត់អញ្ចឹងទៅអូខេតោះឥឡូវយើងតាមដានទាំងអស់គ្នាហើយសាច់រឿងនេះខ្ញុំសូមបញ្ជាក់បន្តិចគឺជាចំណងជើងដែលគាត់បានប្រាប់ក៏ដូចជាឈ្មោះដែលគាត់បាននិយាយគឺគាត់ឲ្យថាបញ្ចេញទៅមិនបាច់លាក់លៀមទេហើយបច្ចុប្បន្នគឺគាត់នៅតែដដែលដែរប៉ុន្តែគ្រាន់តែរឿងរ៉ាវខ្លះគាត់មិនអាចដោះស្រាយបានអញ្ចឹងតើរឿងរ៉ាវអីដែលអាចកំបាំងប្រិមត្តតាមដានទាំងអស់គ្នាអញ្ចឹងរឿងរ៉ាវមួយនេះគឺបងថនបាននិយាយថាក្នុងអំឡុង2012ដែលគាត់ទើបចាប់ផ្ដើមរៀបការរឿងដែលគាត់បានស្គាល់គ្នាដំបូងហ្នឹងគឺវាដូចជា4ឆ្នាំបានគាត់រៀបការណាប៉ុន្តែគាត់អត់បានប្រាប់ទេគាត់ចង់និយាយពីចាប់ពីពេលដែលគាត់រៀបការមកអញ្ចឹងបងថនគាត់ជាកម្មកររោងចក្រស្ករមួយកន្លែងនៅទីក្រុងភ្នំពេញតាមឡុងហ្នឹងគឺគាត់បានធ្វើការរោងចក្រស្ករហ្នឹងឯងហើយពេលដែលគាត់ស្គាល់ប្រពន្ធរបស់គាត់កាលហ្នឹងប្រពន្ធរបស់គាត់គឺជាអ្នកដែលលក់អីវ៉ាន់ចាប់រួយប៉ុន្តែគាត់ថាគាត់មិនមែនលក់ខ្លួនឯងទេគាត់លក់ឲ្យមីងរបស់គាត់អញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់លក់អញ្ចឹងបងថនដល់ពេលដែលម៉ោងសម្រាប់ការងារគាត់តែងតែទៅទិញអ្វីហ្នឹងហើយទៅពេលដែលទៅទិញទៅជួបមីងរបស់គាត់លក្ខណៈដែលគាត់ទិញមិនទៅតែទិញទេគាត់ទិញហើយប៉ុន្តែដូចជាយូរឆ្នាំអញ្ចឹងណាវាចូលកាន់ឆ្នាំអញ្ចឹងណាអញ្ចឹងមានថាគាត់មីងអ្នកលក់ឲ្យហ្នឹងហើយបងថនហ្នឹងគឺគាត់ចិត្តស្និទ្ធក៏ដូចជាស្និទ្ធស្នាលស្គាល់ចិត្តស្គាល់ថ្លើមអញ្ចឹងទៅខ្លះដែរព្រោះសារម៉ូយើងប្រចាំថ្ងៃណាអញ្ចឹងគាត់ស្គាល់ច្រើនហើយអញ្ចឹងគាត់ក៏បាននិយាយថាថនណែកើតយកក្មួយធ្វើប្រពន្ធហ្មងអញ្ចឹងណាឃើញតែឯងទីសភាពអញ្ចឹងទៅបងថនគាត់មនុស្សដែរគាត់ថាគាត់មិនសូវចេះមាត់ហើយគាត់ក៏មិនសូវលេវដែររឿងផឹកស៊ីអីគាត់មិនសូវវិវត្តប្រហែលទេបានប្រាក់ខែប្រហែលមកឲ្យម្ដាយរបស់គាត់ទាំងអស់នៅពេលដែលគាត់រៀបការណាឬក៏គេហៅមុនរៀបការអញ្ចឹងទៅអញ្ចឹងពេលដែលគាត់រៀបការហ្នឹងគាត់របៀបថាឃើញប្រពន្ធរបស់គាត់នេះគឺមានឈ្មោះថាបងសេណាងខ្ញុំសូមហៅបងសេណាងគឺគាត់ឡើងមកលក់ចាប់រួយឲ្យមីងរបស់គាត់ទៅរយៈពេល3ខែទេពេលដែលបងថតបានឃើញសេណាងម្ដងហ្នឹងគឺមានអារម្មណ៍ថាគាត់សុវ័យចិត្តមែនតើមិនដឹងថាដូចបេះដូងរបស់គាត់ហ្នឹងគឺសុវ័យហើយដូចមានអីព្រៀបទៅបានទេចឹងស្គាល់គេរយៈពេល2ខែសុំម្ដាយចូលទៅដឹងបងសេណាងយកតែម្ដងហើយពេលហ្នឹងគឺបងសេណាងគាត់បាននិយាយថាប្រាប់ប្តីដែររឿងរ៉ាវថាគាត់មិនប្រវត្តិរបស់គាត់ដូចជាមិនសូវល្អឬក៏គេហៅថាប្រវត្តិដែលគាត់ធ្លាប់ដើរខូចខលពីមុនមកអញ្ចឹងគាត់ថាបើយកបានចាំយកបើយកមិនបាច់ទេអាហ្នឹងរឿងរ៉ាវពេលដែលគាត់មុននឹងរៀបការនិយាយជាមួយប្តីរបស់គាត់នេះបងថនហើយបងណាងណាអញ្ចឹងបងសេណាងគាត់និយាយប្រាប់រឿងរ៉ាវអតីតរបស់គាត់ថាគាត់ធ្លាប់ដើរលេងច្រើនហើយគាត់សង្សារគាត់ក៏រាប់មិនអស់ដែរប៉ុន្តែគណៈគាត់អត់បានបញ្ជាក់ណាស៊ីជម្រៅមិនយើងមិនដឹងណាអានឹងគឺជារឿងផ្ទៃក្នុងរបស់គាត់ទេពេលហ្នឹងបងថនគាត់ថាគាត់ស្រឡាញ់របៀបថាដូចសងតាបាត់មកអត់បានហ្មងណាពេលហ្នឹងបងប្អូនថ្លៃផ្ទះដូចជា2000ដែរគួរសមដែរកាលជំនាន់ហ្នឹងណា2000បងថនហ្នឹងគឺគាត់បានសុំអំបរម៉ែគាត់លក់ដីមួយកន្លែងគឺចូលទៅដឹងអើយបងសេណាងហ្នឹងឯងចូលទៅដឹងចូលសួរអីចឹងទៅសួរហើយសួរទៀតតែថា
dương bạch nhà chặt thay vô bột bột đó nè khả năng đi quật vây quật gió đi mà phay mùi đá quật gió đằng gió tới có p riệp ca hơi nhá admin câu này thì bố quật đằng pi p để riệp ca hơi bị ra bóng thon man vậy ta quật hạ bê được chỉ runner được sao sắc sawaiประมาณđấy cứ tí mũi có trong chai cùng lại từ cam prem và từ ngàn con này thá và bốn bị ra p để ngày thơ cá nè rồi có thơ ca có ta bờ sân chỉ ai sầm hẹ tới có trắng hồ xin chầm bờ pôn lại bờ pôn nơi lại bờ pôn hòn chẳng tới chẳng bờ pôn bờ con cứ ở đây ở đây snap có đấy nè ở đây tháng có thơ caอย่างแต่ปันแต่เรื่องนั้นคือวิมันจีบดาวสำคัญสำหรับกอดเองเรื่องแรกlà cóชื่อชับว่ายิมส้มใหญ่บอกคอยติดเรื่องแรกlàบางทอนกอดใหญ่แบบกัวซาบอกกอดบะปนบอกกอดนะពេលដែលរៀបការឲ្យបានដូចជាចូលចិត្តមួយឆ្នាំគាត់និយាយអីគឺអត់សូវស្ដាប់ប្រហែលដោយសារអីគឺប្រពន្ធរបស់គាត់មានមិត្តភក្តិច្រើនហើយបើសិនជាគាត់មានអីតាណារវល់អីណាមួយទៅជាមួយនឹងបងប្អូនរបស់គាត់វិញគាត់ថាមិនដែរវិវល់ប្រាប់គាត់ឬក៏ហៅគាត់ទៅតាមដែរឬហត់ដូចចង់ទៅចង់អត់អញ្ចឹងណាទៅក៏ទៅអត់ក៏អត់ទៅអញ្ចឹងណានេះអត់សូវរវល់មួយគាត់ទេអញ្ចឹងរឿងមួយហ្នឹងគឺគាត់ចិត្តធ្ងន់គាត់ថាគាត់អត់ជាបញ្ហាសម្រាប់ហាងគិតច្រើនដែរប៉ុន្តែយើងជាមេគ្រួសារយើងត្រូវផ្ដោតទៅលើនឹងដែរយើងថាកំខឹងច្រើនអញ្ចឹងទៅយើងអត់ធ្មត់ណាដើម្បីសុភមង្គលក្នុងគ្រួសាររបស់គាត់ប៉ុន្តែបងថនគាត់រស់នៅជាមួយប្រពន្ធរបស់គាត់គាត់ថាដូចជាបានតែមួយឆ្នាំជាងទេរឿងរ៉ាវដែលវាលេងសើចណាលេងសើចច្រើនចាស់គាត់តែងតែនិយាយថាលេងប្តីប្រពន្ធណាបើសិនជាទោះបីជានៅបែកគ្នាទោះបីមិនមានរឿងអីក៏ដោយធ្វើមិនឲ្យតែបាននិយាយយកគ្នាច្រើនទៅអញ្ចឹងដូចជាប្តីប្រពន្ធរបស់បងថនហើយនឹងសេនាអញ្ចឹងប្តីប្រពន្ធរបស់គាត់តែងតែនិយាយលេងសើចមែនប៉ុន្តែឲ្យតែពេលមានលេងសើចទៅចេះតែមានរឿងរហូតគាត់ឆ្ងល់គ្រួសាររបស់គាត់ណារបៀបពេលខ្លះគាត់នៅតែ2នាក់ថ្ងៃអត់ធ្វើការអញ្ចឹងទៅគាត់អត់ធ្វើអីនៅតែ2នាក់ធម្មតាថ្ងៃអាទិត្យអញ្ចឹងគាត់ធ្វើការអញ្ចឹងប្រិមិត្តយើងមិនសម្រាប់មែនទេអញ្ចឹងយើងបោកអាវធ្វើបាយធ្វើម្ហូបព្រឹករាល់ក៏មានអីទៀតមានសម្រាប់នឹងឯងមានអីទៀតទៅពេលមកបាយទៅហើយទៅពេលយប់ឡើងអញ្ចឹងទៅគាត់ក៏និយាយគ្នាលេងសើចអញ្ចឹងទៅប៉ុន្តែដូចជាមកបញ្ជាក់អញ្ចឹងគ្រួសារគេនិយាយលេងសើចមានគេកាន់តែភាពស្និទ្ធស្នាលគ្រួសាររបស់គាត់អត់តែប្រពន្ធគាត់តែងតែនិយាយថាអញ្ចឹងពេលដែលគាត់ថាឌីសាអាទិត្យគាត់នៅជាមួយគ្នាអញ្ចឹងទៅអញ្ចឹងពេលខ្លះបងណាងគាត់តែងតែនិយាយបដៅប្តីរបស់គាត់ថាអញ្ចឹងទៅដល់ពេលដែលប្តីរបស់គាត់និយាយថាបងដូចជាធ្វើការអស់កម្លាំងអញ្ចឹងរបៀបដូចមិនសូវមានកម្លាំងដូចគេអីអញ្ចឹងណាអញ្ចឹងវាពិបាកនៅការងារអញ្ចឹងអូនហើយយើងវាមានប្រពន្ធហើយមិនមែនទៅតែចាប់ដើមរបស់យើងវាច្រើនហើយអញ្ចឹងវាដូចជាមិនសូវល្អទេដឹងនិយាយរឿងរ៉ាវហ្នឹងហើយបងប្អូនប្រិយមិត្តថាយល់ណាត្រង់ចំណុចហ្នឹងណាប្រពន្ធរបស់គាត់បាននិយាយថាហើយបងខ្ញុំចង់ប្រាប់បងឯងមួយមែនទេរឿងរ៉ាវហ្នឹងគឺមិននិយាយតែម្ដងណាប្រិយមិត្តគាត់ថាគាត់មិននិយាយតែម្ដងទេគាត់តែនិយាយថាចេះបងសង្សារចាញ់ខ្ញុំណាបងឯង3វាឌិគេថាគុណណាមានថាគាត់ធ្វើការងារ3ដងអាការងារហ្នឹង3ដងស្មើនឹងសង្សារចាស់របស់គាត់ធ្វើតែម្ដងគឺស្មើហ្មងអញ្ចឹងបានន័យថាគាត់ចង់និយាយពីសង្សារចាស់របស់គាត់គឺខ្លាំងតែម្ដងអញ្ចឹងពេលហ្នឹងបងថនគាត់ថាគាត់ដូចជាមុនដំបូងគឺដូចជាអត់សូវចាប់អារម្មណ៍ទេអត់សូវចាប់អារម្មណ៍ប៉ុន្តែដល់ពេលរឿងរ៉ាវហ្នឹងគឺបងថនគាត់បានត្រឹមតែអន់ចិត្តឯពេលហ្នឹងគាត់បានអន់ចិត្តត្រង់ណាហេតុអីបានជាប្រពន្ធគាត់ហ៊ាននិយាយអញ្ចឹងមកគាត់តពីម្ដង2ដងអញ្ចឹងទៅគាត់ក៏និយាយនៅមុខបងប្អូនអញ្ចឹងបងប្អូនរបស់គាត់ក៏ដោយគាត់តែនិយាយថាប្រអាប់ហ្នឹងបងថនប្តីខ្ញុំដូចជាយូរទៅដូចធ្វើការងារអីមិនកើតក្នុងវាដូចជួបជុំបងប្អូនអញ្ចឹងណាការងារតែតែប្រអាប់ប្តីអញ្ចឹងទៅប្រអាប់ប្តីថាប្តីគាត់នឹងធ្វើចការអីដូចជាមិនសូវល្អសោះការងារដូចមិនកើតយឺតចាំដល់ដាស់អីចឹងតែប៉ុន្តែបងថនគាត់ថាពេលដែលគាត់ទៅស្រុកអីវិញគាត់ការងារនៅផ្ទះគឺគាត់ធ្វើទាំងអស់តែម៉ោង5ចឹងគាត់ងើបហើយប៉ុន្តែពេលប្រពន្ធរបស់គាត់ឲ្យតែធ្វើកម្មវិធីណាមិត្តភ័ក្ដិបងប្អូនក៏ដោយតែនិយាយក្នុងពីគាត់អវត្តមានរបស់គាត់គឺនៅក្នុង
ចំណុចនឹងអង្គប្រជុំនឹង តែនិយាយថាគាត់នឹងចេះចោះធ្វើការងារបង្កើតប្រាក់ខែបាទការងារតាមមុខហ្នឹងការងារប្រាក់ខែមកឲ្យអស់ប៉ុន្មានប៉ុន្តែបើនិយាយពីការងារផ្សេងៗគឺអត់កើតអីចឹងទៅហើយគាត់តែងទាមធានបទមួយទៀតមកបងប្អូនគឺថាសង្សារចាស់គាត់ក៏ស្គាល់ពីមុនណានិយាយថាគាត់2ឆ្នាំគាត់មកលេងផ្ទះការងារគាត់ជួយធ្វើនេះធ្វើនោះមានលុយកាក់ម្ដាយឲ្យគាត់ម្ដាយលាក់ម្ដាយអីហើយផ្សេងៗអីច្រើនខ្លាំងជាងប្តីខ្ញុំឆ្ងាយហើយនិយាយគាត់សើចឹងទៅពេលខ្លះអើយគាត់ថាដោយសារតែមានថ្ងៃមួយនិយាយចឹងខ្ញុំសុំកាត់តិចប្រិមត្តខ្ញុំសុំបើកពងចកនៅរឿងមួយនេះដូចជារៀននៅក្នុងភូមិរបស់ខ្ញុំមានមួយដែរខ្ញុំធ្លាប់គាត់ណាខ្ញុំធ្លាប់គាត់លើកនិយាយនៅក្នុង channel របស់ខ្ញុំមួយទៀតប្រិមត្តបើសិនជាបងប្អូនដែលអាណិតស្រឡាញ់ចូលចិត្តកុំភ្លេចចូលទៅ channel ក្មេងវត្តដំណាលណាប្រិមត្តគឺខ្ញុំធ្លាប់លើកសាច់រឿងមួយដែរនៅក្នុងភូមិរបស់ខ្ញុំអញ្ចឹងដូចគ្នាអញ្ចឹងឲ្យតែក្នុងវងផាក់វងអីគឺតែងតែនិយាយប្តីប្រកបចេះចោះរហូតហើយដូចឥឡូវគឺសាច់រឿងរបស់បងថនអញ្ចឹងគឺដូចគ្នាអញ្ចឹងតោះតែពេលមានថ្ងៃមួយណាគឺជួបជុំជាមួយបងប្អូនរបស់គាត់ប្រហែលជាគាត់លើកពីសង្សារចាស់របស់គាត់ហើយគាត់មានរូបថតជាមួយនឹងរបៀបថានេះគាត់ធ្លាប់ទៅកម្មវិធីជាមួយសង្សារចាស់របស់គាត់អញ្ចឹងណាហើយមានបងប្អូនរបស់គាត់ធ្លាប់ថតឲ្យអញ្ចឹងទៅអញ្ចឹងដល់ពេលថ្ងៃហ្នឹងដូចជាវាដូចទៅញ៉ាំស៊ុបជាមួយបងប្អូនរួមជាមួយនឹងអ្នកស្គាល់គ្នាខ្លះៗអញ្ចឹងណាអញ្ចឹងក៏និយាយចុះនិយាយឡើងគេថាដូចប្រអាប់គ្នាប្រអាប់ឡើងអញ្ចឹងទៅក៏ប្រពន្ធរបស់គាត់បានយករូបថតពីមិត្តភក្តិរបស់គាត់បង្ហាញឲ្យមើលហើយពេលហ្នឹងបងប្អូនគឺលក្ខណៈគាត់ switch ជាមួយនឹងដែលសង្សារចាស់គាត់អញ្ចឹងទៅអញ្ចឹងគាត់យកឲ្យប្តីគាត់មើលបងថនថាអត់អីទេហើយពេលហ្នឹងគាត់ថានិយាយបងថនគាត់ថាគាត់អារម្មណ៍គាត់ពេលហ្នឹងគឺគាត់អត់សូវចេះនិយាយហើយក៏អត់និយាយច្រើនទេគាត់ថាធ្វើអីមិនអ្នកណាធ្វើទៅវានេះគាត់ហើយអញ្ចឹងណាទៅពេលទៅផ្ទះវិញអានេះខ្ញុំសុំកាត់តិចដែរដោយសារតែគាត់អត់ចង់និយាយច្រើនហើយពេលដែលទៅផ្ទះវិញពេលចេញមកកម្មវិធីហ្នឹងណាប្តីរបស់គាត់ក៏បានសួររឿងដែលបាននិយាយទាំងប្រមាណនៅក្នុងចែកម្លែកទៅមិត្តភ័ក្តិបងប្អូនអីចឹងណាអាហ្នឹងជាការបាត់អត់ឃើញតែសារនិយាយដល់ហើយទីហើយសង្សារគាត់ខ្លាំងពូកែអីចឹងទៅអួតគេអញ្ចេះអួតគេអញ្ចោះអញ្ចឹងណាគេមានជាងគេមានអីទាំងអួតថាអួតគេមានប្តីក្រអញ្ចឹងទៅដល់ពេលហ្នឹងគឺប្តីប្រពន្ធរបស់គាត់ក៏បានគេថាមកផ្ទះនេះមកនិយាយទល់មុខវាដូចលេងសើចអញ្ចឹងណាគាត់ថាមែនតាបងអូនដែរកុហកពីណាគេអូននិយាយត្រង់តាហើយថៃអញ្ចឹងណាពេលហ្នឹងបងថនគាត់ថាភាពអត់ធ្មត់របស់គាត់ដូចជាចូលចិត្ត2ឆ្នាំរឿងរ៉ាវទាំងអស់ហ្នឹងគឺមិនមែនថាគាត់ធ្លាប់តែនិយាយគាត់ទេប៉ុន្តែវានេះមិនមែនថាទើបតែនិយាយទេនិយាយច្រើនដងប៉ុន្តែគាត់អត់មកអត់តអីទេលេវាគាត់ខ្ជិលមនុស្សគាត់ជិលឆ្លុះនិយាយចំគឺគាត់ថាអត់ចូលចិត្តនិយាយច្រើនទេអញ្ចឹងដល់ពេលថ្ងៃហ្នឹងគឺបងថនហ្នឹងគាត់ក៏បានសួរប្រពន្ធរបស់គាត់ក៏បាននិយាយឲ្យអ្វីដែលល្អខ្លាំងបំផុតហ្នឹងគឺយករូបថតឲ្យមើលទៀតវាអញ្ចឹងលីវ៉ាឌីមថនគាត់អត់ដែរមកដែរតតែម្ដងតែមថនក៏បាននិយាយថាបើសិនជាគេនៅតែល្អមុនឯងនៅមកគេចុះទៅព្រោះសារគេល្អអញ្ចឹងទៅអញ្ចឹងគាត់ក៏បានថាឲ្យទៅដោយសារតែគាត់អត់សមត្ថភាពក្នុងការលីវ៉ាឌីត្រូវធ្វើអីឲ្យល្អខ្លាំងជាងគេអត់មានណាចំណុចដែលគាត់បកគាត់ល្អគឺអត់មានណាអញ្ចឹងគាត់ថាសម្រាប់ចិត្តថាឲ្យប្រពន្ធរបស់គាត់ទៅនៅមួយគេទៅហើយគាត់ថាគាត់សុំវិញបងគាត់ថាសន្តានចេះដូចជាកន្លងដូចជាចូលចិត្ត2ឆ្នាំដែលគាត់តែទទួលបានពាក្យកម្លាំងចិត្តពីក្រោយប្រពន្ធដែលលើកទឹកចិត្តគាត់ណាគឺសង្សារចាស់ល្អជាងគាត់អញ្ចឹងទៅអញ្ចឹងគាត់ថាឥឡូវគាត់សុំឲ្យឯងយកមនុស្សល្អនៅតែខ្លាំងជាងគាត់គ្រប់យ៉ាងគ្រប់សាច់រឿងទាំងអស់ហ្មងគឺគេល្អទាំងអស់អញ្ចឹងគាត់ថាគាត់ដឹកនៅក្នុងសាច់រឿងមួយហ្នឹងគឺដូចជាអត់មានចំណុចល្អសម្រាប់គាត់មិនថានៅផ្ទះក៏ដូចជាយើងមិនថាវងសវាយឬវងកាតុកអីគឺគាត់អត់ដែលល្អសោះអញ្ចឹងគាត់ថាគាត់សម្រាប់ចោះចេញហើយបាច់ប្តឹងផ្ដោអីទេគាត់ថាគាត់សុំវិញ
បងប្អូនខ្ញុំក៏មិនដឹងថាបងប្រុសគាត់ខឹងដល់កម្រិតណាបានគាត់ហ៊ាននិយាយបែបហ្នឹងណាបងប្អូនខ្ញុំក៏មិនដឹងដែរប៉ុន្តែបើសិននិយាយជាការឈឺចាប់ខ្ញុំគិតពិតថាខ្ញុំជឿជាក់ថាប្រហែលជាគាត់ឈឺចាប់ហើយគាត់ពិបាកច្រើនមនុស្សដែលគាត់អត់ចូលចិត្តនិយាយច្រើនហើយអត់ចូលចិត្តបន្ទោសគេខ្ញុំស្គាល់ច្រើនគឺមនុស្សហ្នឹងគឺលក្ខណៈទោះបីគេខុសមិនក៏ដោយបើសិននិយាយម្ដងឬក៏ពីរដងគេអត់ស្ដាប់គាត់នឹងលែងនិយាយហ្មងហើយគាត់ចាំមើលលទ្ធផលវិញថាម្នាក់ដែលគាត់បាននិយាយប្រាប់ទាំងរឿងដែលប្រមាណដែលគាត់បានប្រាប់ទៅហ្នឹងគឺស្ដាប់ឬក៏អត់ស្ដាប់គាត់នឹងយកសរុបថ្ងៃណាមួយគាត់នឹងសរុបឲ្យទាំងការឲ្យទាំងដើមតែម្ដងដូចបងថនអញ្ចឹងគឺគាត់ថាគាត់លក្ខណៈគាត់រកចំណុចល្អរបស់គាត់10ក្នុងចំណោម10ណាគឺរកតែមួយអត់មានផងហ្នឹងអញ្ចឹងគាត់ថាគាត់មិនដឹងណារស់មានន័យអីណាគាត់ថាគាត់ចែកអ្នកប្រពន្ធគាត់របស់គាត់ហ្នឹងគឺសុំបរគាត់វិញអញ្ចឹងទូលរហូតដល់បច្ចុប្បន្នគឺគាត់បានចែកផ្លូវគ្នាដូចយូរឆ្នាំដែរហើយគាត់ហ្នឹងគឺមិនទាន់បានទៅលែងលះដាច់ស្រេចដែរដោយសារតែគាត់ហ្នឹងគឺបើសិនជានិយាយថាបងថនគាត់នៅស្រឡាញ់ប៉ុន្តែរបៀបថាដូចមួយចំហៀងមួយដែលឈឺចាប់របស់គាត់ណាឈឺចាប់ច្រើនជាងអញ្ចឹងណាអញ្ចឹងគាត់ពិបាកហ្នឹងស្រឡាញ់វាស្រឡាញ់តែគេឲ្យមេរៀនគាត់ច្រើនពេកទៅគាត់ដូចមិនដឹងមិនបងប្អូនខ្ញុំមិនសូវយល់ដែរនេះព្រោះថាខ្ញុំដឹងតែការឈឺចាប់វាឈឺចាប់ហើយប៉ុន្តែហេតុអីបើគាត់មិនលែងនេះឲ្យដាច់ទៅអានេះបងប្អូនជួយខមមិនប្រាប់គាត់តិចផងណាព្រោះថាគាត់ចូលស្ដាប់នៅវីដេអូនឹងទាំងអស់គ្នាហើយគាត់ក៏ចង់បានចម្លើយពីប្រិយមិត្តដែលបានស្ដាប់ជួយចែកម្លែកប្រាប់គាត់ផងថាគាត់អត់ដឹងទេដឹងតែធ្វើមិនហើយប្រពន្ធរបស់គាត់គឺនៅស្រឡាញ់គាត់ហើយគាត់បានថាសុំទោសរហូតម៉ែក្មេកឪក្មេកចេះថាព្រមហ្នឹងទៅហើយពួកគាត់ទាំងពីរក៏មិនទាន់មានកូនអីដែរបងប្អូនប៉ុន្តែកាលណាបើសិនជានិយាយទៅគឺដូចនៅស្រឡាញ់រៀងខ្លួនប៉ុន្តែបងថនគាត់អន់ចិត្តត្រង់ណាប្រពន្ធរបស់គាត់ចែងតែនិយាយប្រអាប់គាត់មកគេមកឯងហ្នឹងហើយពេលខ្លះប្រអាប់លេងសើចហ្នឹងក៏បងប្អូនប្រអាប់ក៏វាងមើលពេលវេលាដែរហើយបើខ្លួនឯងមែនហើយទៅប្រអាប់យករឿងមែនទៅប្រាប់គេត្រង់អញ្ចឹងអាហ្នឹងវាពិបាកមិនថាខ្ញុំមិនថាគេទេគឺយើងពិបាកទទួលយកដែរហ្នឹងហើយអញ្ចឹងបងប្អូនអាចជួយ comment ចែកម្លែកប្រាប់គាត់ផងអរគុណជួបគ្នាវីដេអូក្រោយហើយសូមចិត្តពុកម៉ែបងប្អូនដែលមិនទាន់ចូលចុច subscribe នេះខ្ញុំមិនជឿជាក់ថាបងប្អូនមិនចិត្តកំណាញ់ទេសម្រាប់សញ្ញា subscriber គឺចាបងប្អូនមិនកំណាញ់ទេកុំភ្លេចជួយចុចម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទៀតអរគុណជួបគ្នាវីដេអូក្រោយ